នារីវ័យក្មេងម្នាក់ដែលតែងតែថតផ្ទះអុកណូកបង្ហាញគេឯងនៅលើបណ្ដាញសង្គមត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យាឲ្យបញ្ឈប់ស្រាឆ្ងាញ់ទីកូនប្រសពសួរម៉េចពុកបានស្រាផឹកដូចបានផឹកឆ្នាំទៅអញ្ចឹងស្រាទៅនារីវ័យក្មេងស្រស់សោភាម្នាក់ដែលតែងតែលេង TikTok ថតវីដេអូយកដៃទះអុកណូកដែលជាគេម៉ាយចែកឲ្យបង្ហាញគេឯងនៅលើបណ្ដាញសង្គមញឹកញយនិងអសិលធម៌ពេកត្រូវសមត្ថកិច្ចនគរបាលហៅមកអប់រំណែនាំកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរកិត្តិយសសេចក្តីថ្លៃថ្នូររបស់នារីខ្មែរបើពុំនោះទេនឹងមានចំណាត់ការតាមផ្លូវច្បាប់ជាពុំខានសូមរំលឹកថាមួយរយៈកន្លងមកនេះនៅតាមបណ្ដាញសង្គម TikTok វីដេអូនារីវ័យក្មេងស្រស់សោភាម្នាក់ដែលតែងតែលេង TikTok ថតវីដេអូយកដៃទះអុកណូកត្រូវបានគេ share បង្ហោះតៗគ្នាផ្អើលពេញបណ្ដាញសង្គមខ្លះយកទៅបញ្ចូលបន្ថែមនៅបទចម្រៀងថែមផងហើយសកម្មភាពទាំងនោះត្រូវបានមហាជនមួយចំនួនសម្ដែងការមិនពេញចិត្តនិងរិះគន់យ៉ាងខ្លាំងរហូតដល់សំណូមពរឲ្យសមាជិកមានចំណាត់ការទៅលើនារីរូបនោះឲ្យបញ្ឈប់ព្រោះសកម្មភាពភ្លើតភ្លើនសប្បាយអត់ឲ្យតម្លៃខ្លួនឯងជាស្ត្រីសោះនោះប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់នារីខ្មែរក្រោយពីឃើញការបង្ហោះនិងសំណូមពរពីមហាជនសមាជិកនៃស្នងការនគរបាលខេត្តកំពង់ស្ពឺអធិការស្រុកឧដុង្គបានកោះហៅនារីវ័យក្មេងរូបនោះមកសាកសួរនិងធ្វើកិច្ចសន្យាបញ្ឈប់បើយោងតាមកិច្ចសន្យាធ្វើចំពោះមុខសមាជិកនារីរូបនេះមានឈ្មោះជុកម៉ារីយំហៅលីតាអាយុ19ឆ្នាំមានស្រុកកំណើតរស់នៅភូមិសាភូមិក្បាលត្រាចស្រុករកោខេត្តពោធិ៍សាត់បច្ចុប្បន្នរស់នៅភូមិត្រពាំងឈូកភូមិព្រះត្រែស្រុកឧដុង្គខេត្តកំពង់ស្ពឺមានមុខរបរជាអ្នករត់តុនៅក្នុងកិច្ចសន្យានារីរូបនេះបានសរសេរថាទី1ចាប់ពីធ្វើកិច្ចសន្យានេះតទៅនាងខ្ញុំឈប់បង្ហោះរូបអាភិសនៅលើបណ្ដាញសង្គម TikTok និងបណ្ដាញសង្គម Facebook ឈ្មោះ TikTok ម៉ាក់គៀដែលបានបង្ហោះរួចមកខ្ញុំនឹងចោទនៅរូបអាភិសទាំងអស់ដែលបានបង្ហោះរួចមកទី2ពេលធ្វើកិច្ចសន្យានេះរួចនិងត្រឡប់ទៅកន្លែងធ្វើការវិញនាងខ្ញុំឈប់ធ្វើអំពើណាដែលសង្គមស្អប់ខ្ពើមទៀតហើយនឹងស្លៀកលេចលើលេចក្រោមចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅបាននាងខ្ញុំមិនគោរពតាមកិច្ចសន្យានោះទេនាងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់សូមបញ្ជាក់ថាមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកនិយមលេងតាមបណ្ដាញសង្គម TikTok និងបណ្ដាញទំនាក់ទំនងសង្គម Facebook គាំទ្រចំពោះចំណាត់ការរបស់សមាជិកហៅនារីខាងលើនេះមកធ្វើការអប់រំដើម្បីរក្សានៅក្រមសីលធម៌សេចក្តីថ្លៃថ្នូរនិងកិត្តិយសនារីខ្មែរ